មកកូនយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី82ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមខពន្យល់ពាក្យប្រាកដមានន័យថាជាក់ច្បាស់មែនសប្បាយមានន័យថាដំណើរនៅជាសុខរីករាយគោពាក្យនៃដូចនឹងពាក្យនិទាននិយាយរៀបរាប់ខោពាក្យផ្ទុយមិត្តផ្ទុយនឹងសត្រូវល្អផ្ទុយនឹងអាក្រក់សំណួរមួយនៅថ្ងៃអាទិត្យតើតូនីទៅលេងផ្ទះនរណានៅថ្ងៃអាទិត្យតូនីទៅលេងផ្ទះបបោ2តើបបោកំពុងធ្វើអ្វីបបោកំពុងគូររូបលេងយ៉ាងសប្បាយជាមួយប្អូន3តើម្ដាយរបស់បបោកំពុងធ្វើអ្វីម្ដាយរបស់បបោកំពុងដាក់ក្របសៀវភៅឲ្យបបោនិងប្អូន4តើតូនីនិយាយដូចម្ដេចជាមួយបបោតូនីនិយាយជាមួយបបោថាមិនល្អទេគាត់ប្រកាសជាមានការអ្វីហើយចឹងយើងប្រញាប់ទៅជួបគាត់លំហាត់ក៏ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវអាទិត្យមិត្តដើរគួរបន្តិចកំពុងប្រញាប់ដំណើរប្រាកដខតើតូនីជាកូនទុនសាយដូចម្ដេចចូលជ្រើសរើសចម្លើយសមស្រប1តូនីជាកូនទុនសាយខ្ជិល2តូនីជាកូនទុនសាយល្អ3តូនីជាកូនទុនសាយខិលខូចចម្លើយដែលត្រឹមត្រូវគឺលេខ2តូនីជាកូនទុនសាយល្អ